ពីថ្ងៃនេះដល់ថ្ងៃទី7 ខែធ្នូឆ្នាំ2025នៅបាទ Grand Hall នៅពេលហូតបងស្នោអ្នកទាំងអស់គ្នាអាចចូលរួមបាទពិព័រណ៍ពាណិជ្ជកម្មដែលមានការតាំងពិព័រណ៍ផលិតផលខ្មែរក៏ដូចជាផលិតផលរបស់ក្រុមហ៊ុន Toyota តែម្ដងអ្នកទាំងអស់គ្នាឡានដែលខ្ញុំកំពុងតែអង្គុយនៅខាងក្នុងនេះគឺជាឡានដែលបង្គំហើយនឹងបាទដំឡើងនៅក្នុងប្រទេសកម្ពុជាយើងតែម្ដងដោយកូនខ្មែរសុទ្ធសាធឥឡូវនេះកូនខ្មែរមួយរូបនេះកំពុងតែអង្គុយនៅក្នុងឡាននេះដែលអ្នកទាំងអស់គ្នាដែលមកចូលរួមនៅទីនេះមកលេងនៅ booth របស់ Toyota នឹងទទួលបាននៅបទពិសោធន៍ដូចខ្ញុំអញ្ចឹងបាទពាក់អាវលក្ខណៈengineer របស់ Toyota ដើម្បីស្គាល់នៅបទពិសោធន៍ថាឡានពេលដែលគេបាទបង្គំហើយនឹងដំឡើងយើងទទួលបាននៅបទពិសោធន៍បែបណាខ្លះអញ្ចឹងគឺគេមានគ្រឿងគេហៅថាអេឡិចត្រូនិកខ្សែភ្លើងខ្សែអីដើម្បីដោតឲ្យវាដំណើរការហើយបើសិនជាយើងជិះឡានរាល់ថ្ងៃយើងអត់ដឹងថាខាងក្នុងឡានហ្នឹងមានអីខ្លះទេនៅខាងនោះយើងឃើញមានម៉ាស៊ីនមានអីទៀតគឺគាត់បកឡានចេញមកតែម្ដងហើយយើងឃើញថានៅខាងក្នុងមានអ្វីដើម្បីឲ្យអ្នកនរគ្នាអស់ចម្ងល់យើងទៅជួបជាមួយនឹងគេហៅថាជាងពិតប្រកបអានេះជាងខ្លែងខ្លាយហើយជាពិសេសអ្នកនរគ្នាគូជាស្ត្រីទៀតតោះកុំឲ្យថាពីឈ្មោះអីដែរខ្ញុំខ្ញុំសុតាទូនាទីនៅក្នុង Toyota ធ្វើអីដែរទូនាទីខ្ញុំផ្នែក final ថាបញ្ចប់កិច្ចការឡានអូអញ្ចឹងគេធ្វើពីដើមមកយើងអ្នកបញ្ចប់ចាបាទឡាន Toyota ទាំងអស់ឆ្លាញ់ model ណាជាងគេឆ្លាញ់Fortuner អី Fortuner ដូចជាប្រគំហើយនឹងតឡាននៅខ្មែរដែរមែនទេចាបងនៅនោះមានតឡានពីរ model បងមាន Hilux ហើយនិង Fortuner បាទឡានមួយគ្រឿងចំណាយពេលប្រហែលដើម្បីគុំឲ្យតឡើងមួយគ្រឿងចំណាយពេលកន្លះម៉ោងហ្មងកន្លះម៉ោងចាមែនអីមែនហ្មងមនុស្សតឡើងសុទ្ធឬក៏មានម៉ាស៊ីនមានអីដែរអត់មានម៉ាស៊ីនទេបងគឺដាក់អូកូនខ្លាំងអេលឺអង្គខ្ញុំមិនអាចនិយាយទេអញ្ចឹងអ្នកទាំងអស់គ្នាបើសិនជាចង់ជួបគាត់ក៏ដូចជាចង់មកទទួលបទពិសោធន៍ដូចខ្ញុំមកទីនេះហើយ booth Toyota គឺស្រួលមែនទេចូលមកនៅឆ្វេងដៃឃើញឡាននៅនឹងបាទ3 4គ្រឿងហើយនៅខាងក្រៅក៏មានការតាំងពិព័រណ៍ដែរនៅចិត្តស្ពានបាទមិញយើងនិយាយច្រើនឥឡូវយើងទទួលបទពិសោធន៍ពិតចាស់ស្ដាយមកព្រោះខាងកញ្ញាគាត់ថានិយាយតែមាត់មិនកើតតធ្វើឥឡូវយើងរៀនបាញ់កញ្ចក់គេមានឧទាហរណ៍នៅទីនេះបាទអត់ល្អហើយនឹងល្អខ្ញុំនឹងរកប្រឡោះរវាងអត់ល្អនឹងល្អហ្នឹងនៅកន្លែងណាខ្ញុំមកធ្លាប់តែថតរូបយកមកបាញ់កញ្ចក់អូអ្នកនរគ្នាខ្ញុំមានអារម្មណ៍ថាខ្ញុំវាចេះថតឲ្យស្មើតែដល់ពេលបាញ់លឿនមិនអាចទៅអត់ស្អាតទេបងបាទបាទអ្នកទាំងអស់គ្នាបានឃើញបទពិសោធន៍របស់ខ្ញុំហើយជាជាងឡានមួយផ្លែតបាញ់មិញគឺថាស្ពៃតែម្ដងអញ្ចឹងសូមបញ្ជាក់ម្ដងទៀតបងប្អូនពិព័រណ៍ពាណិជ្ជកម្មនេះគឺធ្វើឡើងពីថ្ងៃទី4ដល់ថ្ងៃទី7 ខែធ្នូនេះឯងបាទនៅពេញហួតបឹងស្នោបាទនៅ Grand Hall អ្នកទាំងអស់គ្នាមកគឺឃើញអាគារធំជាងគេតែម្ដង